ឲ្យសអនឡាញដល់នេះល្មមហូបចាក់វាពេលយើងបើយកអត់ថ្មទេគឺយើងពួកខ្ញុំគាត់ថាកាត់ដូងហ្មងបានលុយមួយផ្លែហូបគាត់វាយចិត្តចិត្តអីចឹងផងតែចឹងវានឹងកាប់ឲ្យស្អាតដាក់ទីទឹកកកឲ្យគាត់ទៅកងស្រួលបាយហ្នឹងពូសាច់វានៅស្ទើរតើយើងថ្នមដែរកុំយើងធ្ងន់ថ្នមទៅដងសុខខ្ចីស្រួលបកអីមកសាច់វាស្រួលនេះដងកោបដងអូបដែរមិនដងវាធំនេះហ่าដងចាក់វាធ្វើធំមកដងនេះទិញមកពីកពតទិញមកទាំងឃ្លាយតែយើងយកមកសក់ចាំមកយើងដាក់ក្នុងទូទឹកកកហើយមកពីក្តៅហើយជាក់ដាក់ផ្លែទៅជាតិធំល្អប៉ុន្តែនេះហើយបើមិនពុកចឹងនេះដូននឹងសល់អត់ហើយពួកឯងពុនគាត់អត់ចេះកាត់ទេសួស្តីបងប្អូនខ្ញុំបង្ហាញពីបច្ចេកទេសចោះដូងហូបអានេះដូងខ្ញុំសស្រកហើយដូងក៏អូបហ្នឹងហើយខ្ញុំខាសេជាក់យកចេញពីទូទឹកកកជាក់ឆ្ងាញ់បងប្អូនហើយរបៀបចោះបងប្អូនកុំចោះតាមនេះព្រោះឲ្យចោះកន្លែងនេះផឹកហូបអត់ឆ្ងាញ់យើងចោះកន្លែងនេះហើយការចោះតែយើងយកកវ៉ាត់មកយើងវាយដែរមួយវាយចំថ្នេរវាពីរណែខែស្រួលមកបកមកហើយចឹងហើយសាច់ដងប៉ុណ្ណឹងពេញឆ្ងាញ់ហើយយើងដាក់ចេញមកឆ្ងាញ់ខ្លាំងណាស់ជាតិមកឲ្យទឹកត្រជាក់ទៀតអែមខ្លាំងឆ្ងាញ់មហាឆ្ងាញ់យកនោះវាឲ្យសាច់យើងហូបមក